Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំកូរីខ្ញុំត្រឡប់មកវិញហើយនៅក្នុងថ្ងៃនេះគឺខ្ញុំចង់ធ្វើវីដេអូតាក់ទងជាមួយនឹង prediction សម្រាប់តារានិករទាំង12នៅក្នុងខែ5ហ្នឹងប៉ុន្តែវីដេអូហ្នឹងគឺខ្ញុំនិយាយត្រឹមតែសប្តាហ៍ទី1ទេរយៈពេល7ថ្ងៃពីថ្ងៃទី1រហូតដល់ថ្ងៃទី7ក្នុងខែ5ហ្នឹងអញ្ចឹងណាអូខេសម្រាប់ Virgo Rising នៅក្នុងថ្ងៃទី3គឺយើងមាន Venus conjunction Neptune នៅក្នុងតារានិករ Aries ស្ថិតនៅ degree ទី1ដែល Aries គឺស្ថិតនៅក្នុងផ្ទះទី8របស់គាត់អញ្ចឹងអាចនឹងលក្ខណៈថាយើងអាចនឹងរៀងមានសំណាងតិចតួចវាមិនមានសំណាងទេគាត់ថារឿងលុយតាក់ទងជាមួយនឹងការវិនិយោគឬក៏ការទ្រព្យសម្បត្តិឬក៏លុយរបស់ប្តីយើងបើអីហ្នឹងអាចនឹងយ៉ាក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអាចនឹងទទួលបានវិនិយោគអីចឹងណាហ្នឹងហើយប៉ុន្តែប្រយ័ត្នតិចណាតាក់ទងជាមួយនឹងលុយហ្នឹងហ្នឹងហើយពីព្រោះអីកុំ delusional ខ្លាំងពេកវាល្អគឺវាល្អហើយប៉ុន្តែកុំសម័យខ្ពស់ពេកអីចឹងទៅហ្នឹងតែលុយហ្នឹងយ៉ាអាចនឹងមានលុយមានអីចូលនៅក្នុងកំឡុងពេលហ្នឹងដែរសម្រាប់ Virgo Rising អូខេអញ្ចឹងសម្រាប់ Virgo Rising គឺនៅថ្ងៃទី4ហ្នឹងគឺយើងមាន Pluto retrograde នៅក្នុងតារានិករ Aquarius តែនៅក្នុង degree ទី3ដែលស្ថិតនៅក្នុងផ្ទះទី6របស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយណា Pluto គឺយើងនិយាយអំពី transformation ឬក៏ការ death and rebirth ឬក៏ការផ្លាស់ប្ដូរខ្លួនឯងជាថ្មីអញ្ចឹងណាធ្វើជាមនុស្សដែលថ្មីអញ្ចឹងទៅហ្នឹងឯងគឺជាអ្វីដែលថ្មីយើងបោះបង់អាចាស់ចោលយើងធ្វើអ្វីដែលថ្មីអញ្ចឹងអាចនឹង retrograde នៅពេលដែលមានភពណា retrograde គឺភពគឺយើងចាប់ផ្ដើមដូចចក្រវាលសួរយើងថាយើងច្បាស់អត់ដែលយើងចង់ផ្លាស់ប្ដូរកន្លែងហ្នឹងយើងច្បាស់អត់ដែលយើងចង់ធ្វើរឿងហ្នឹងអញ្ចឹងណាគឺឡើងថាចក្រវាលសួរយើងម្ដងទៀតថាច្បាស់អត់អញ្ចឹងតកតនៅក្នុងផ្ទះទី6អាចនឹងតកតជាមួយនឹងជីវិតការងាររបស់អ្នកទាំងអស់គ្នាកន្លែងការងាររបស់អ្នកទាំងអស់គ្នាណាជីវិតការងារឬក៏កន្លែងការងាររបស់អ្នកទាំងអស់គ្នាឬក៏អាចនឹងជាមួយនឹងសុខភាពរបស់អ្នកទាំងអស់គ្នាឬក៏ការលក្ខណៈថាទៅអ្នកណាម្នាក់អញ្ចឹងណាឬការជួយឬក៏ការយើងបម្រើសេវាកម្មឲ្យដល់អ្នកណាម្នាក់អីចឹងទៅអញ្ចឹងនៅពេលដែល Pluto retrograde សម្រាប់ Virgo Rising អាចទាំងអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរតាក់ទងជាមួយនឹងទម្លាប់ញ៉ាំអាហាររបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរតែគិតឡើងវិញណាឬក៏អ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរតាក់ទងជាមួយនឹងការហាត់ប្រាណរបស់អ្នកទាំងអស់គ្នាឬក៏ទម្លាប់របស់អ្នកទាំងអស់គ្នាទម្លាប់ជីវិតប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាទម្លាប់ធ្វើការងាររបស់អ្នកទាំងអស់គ្នាអញ្ចឹងណាហើយមួយទៀតអាចនឹងអ្នកទាំងអស់គ្នាអាចនឹងគិតពិចារណាម្ដងទៀតថាកន្លែងធ្វើការរបស់អ្នកទាំងអស់គ្នាហ្នឹងឬក៏អ្នកធ្វើការជាមួយនឹងអ្នកទាំងអស់គ្នាហ្នឹងណាជាមនុស្សដែលជួយឲ្យអ្នកទាំងអស់គ្នាល្អអត់ជាមនុស្សដែលជួយឲ្យអ្នកទាំងអស់គ្នាជំរុញឲ្យអ្នកទាំងអស់គ្នាតែជាមនុស្សដែលប្រសើរជាងមុនអត់បើអត់ទេអ្នកទាំងអស់គ្នាគួរតែពិចារណាទៅថាគួរតែបាយគាត់ឬក៏មិនឬក៏មិនមែនថាយើងឈប់ពីកន្លែងហ្នឹងហ្មងឯណាអាចតែលក្ខណៈថាយើងធ្វើប៉ុន្តែយើងអត់សូវចិត្តដិតជាមួយនឹងអ្នកកន្លែងធ្វើការហ្នឹងអីចឹងទៅហ្នឹងហើយដោយសារតែវារៀងសពិចសពិលហ្នឹងហើយវារៀងសពិចសពិលនៅក្នុងកំឡុងពេលហ្នឹងដោយសារតែ Pluto retrograde គឺមានរយៈពេលដល់ទៅ5ខែចឹងអ្នកទាំងអស់គ្នាអាចនឹងគិតពិចារណាថាកន្លែងធ្វើការរាល់ថ្ងៃហ្នឹងវាជួយឲ្យអ្នកទាំងអស់គ្នាប្រសើរជាងមុនអត់បើអត់ទេអ្នកទាំងអស់គ្នាចង់ឈប់ពីកន្លែងហ្នឹងអ្នកទាំងអស់គ្នាទៅធ្វើកន្លែងណាចឹងរយៈពេល5ខែហ្នឹងអ្នកទាំងអស់គ្នាអាចយកពេលហ្នឹងមកគិតឬក៏ទៅសិក្សាកន្លែងធ្វើការថ្មីខ្ញុំអាចនិយាយបានថាវាអាចនឹងមានការសពិចសពិលនៅក្នុងកំឡុងពេល5ខែហ្នឹងដោយសារតែវា retrograde ក៏ប៉ុន្តែនៅពេលដែល Pluto direct មកវិញនៅពេល Pluto ឈប់ retrograde គឺអ្នកទាំងអស់គ្នានឹងឃើញហេតុផលច្បាស់ថាមូលហេតុអីកន្លែងហ្នឹងពិតជាកន្លែងស័ក្តិសមមួយអ្នកទាំងអស់គ្នាឬក៏កន្លែងហ្នឹងគឺជាកន្លែងដែលអ្នកទាំងអស់គ្នាត្រូវទៅចេញហ្មងអញ្ចឹងអាចនឹងយកពេលវេលានេះដកមកជំហានគិតមើលសិនណាកុំតន់ធ្វើអីភ្លាមដូចខ្ញុំនិយាយអញ្ចឹងហើយនៅពេលដែល Pluto direct អ្នកទាំងអស់គ្នាអាចនឹងឃើញកាន់តែច្បាស់ហើយអញ្ចឹងបើសិនជាចង់ឈប់ពីកន្លែងហ្នឹងទេអាចនឹងទៅរកកន្លែងការងារណាផ្សេងទៀតគាត់ថាយើងសិក្សាពីកន្លែងហ្នឹងសិនទៅថាវាកន្លែងថ្មីហ្នឹងវាពិតជាត្រូវជាមួយនឹងអ្វីដែលយើងចង់បានអត់កុំយកលុយដាក់មុខយើងត្រូវគិតសុខភាពខ្លួនឯងផងកុំធ្វើការខ្លាំងពេកគិតតែពីរឿងការងារខ្លាំងពេកភ្លេចគិតសុខភាពខ្លួនឯងអញ្ចឹងណាអញ្ចឹងត្រូវគិតសុខភាពខ្លួនឯងផងសម្រាប់ Virgo Rising អូខេហើយនៅក្នុងថ្ងៃទី7យើងបន្តមកដល់ថ្ងៃទី7គឺយើងមាន Mercury conjunction Chiron នៅក្នុងតារានិករ Aries ដូចគ្នានៅក្នុងលើកន្លែងទី24
ហើយវាស្ថិតនៅក្នុងផ្ទះទី8ដូចគ្នាចាដូចខ្ញុំនិយាយមុនហ្នឹងត្រូវឲ្យថាអ្នកទាំងអស់គ្នាអាចទៅមានសំណាងតាក់ទងជាមួយនឹងរឿងលុយកាក់អញ្ចឹងណាតាក់ទងជាមួយនឹងលុយកាក់របស់អ្នកដទៃហ្នឹងហើយមិនប្រាក់ខែយើងទេអាចនឹងលុយការវិនិយោគរបស់អ្នកដទៃអញ្ចឹងទៅឬក៏គេមរតកអីអញ្ចឹងទៅអញ្ចឹងក្នុងកំឡុងពេលហ្នឹងបើសិនជាអ្នកទាំងអស់គ្នាជា Virgo rising ដែលធ្លាប់មានស្នាមរបួសតាក់ទងជាមួយនឹងរឿងលុយកាក់លក្ខណៈអ្នកទាំងអស់គ្នាអាចចង់កិច្ចណាយល់អ្វីដែលខ្ញុំនិយាយអត់ចង់កិច្ចពីបំណុលឬក៏អ្នកទាំងអស់គ្នាធ្លាប់ជាប់បំណុលឬក៏គេអកតែធ្វើឲ្យអ្នកទាំងអស់គ្នាមិនអាចងើបមុខរួចណាដែលធ្វើឲ្យអ្នកទាំងអស់គ្នាសងតែជួបហើយអ្នកទាំងអស់គ្នារៀងមកជីវិតហ្មងអញ្ចឹងណាអត់ចង់ជួបទៀតទេហ្នឹងហើយអាចនឹងលក្ខណៈថាគេអកហ្នឹងបានពីខាងម៉ែឪទៅយើងនិយាយជាមួយគេអត់បានអញ្ចឹងណាអាចនឹងបងប្អូនយើងគេជន់យើងអីចឹងទៅកន្លែងហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាគួរតែយកពេលហ្នឹងណាtransit មួយហ្នឹងមិនមែនថាក្រក់ទេគាត់ថាវាអាចនឹងឆ្កឹះស្នាមរបួសរបស់អ្នកទាំងអស់គ្នាឡើងមកកំឡុងពេលហ្នឹងគឺវាអាចនឹងឆ្កឹះស្នាមរបួសរបស់អ្នកទាំងអស់គ្នាឡើងមកដែលអ្នកទាំងអស់គ្នាចង់កិច្ចហ្នឹងគឺវានឹងឆ្កឹះឲ្យឡើងមកហើយអ្នកទាំងអស់គ្នាយកពេលហ្នឹងប្រឈមមុខជាមួយនឹងបញ្ហាហ្នឹងទៅហើយព្យាបាលវាដើម្បីឲ្យអ្នកទាំងអស់គ្នាប្រសើរជាងមុនជីវិតរបស់អ្នកទាំងអស់គ្នាល្អជាងមុនអញ្ចឹងណាហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងជីវិតរបស់យើងមួយព្រឹត្តិការណ៍កើតឡើងជីវិតរបស់យើងណាមួយបញ្ហាដែលយើងកើតឡើងណាមួយមនុស្សដែលយើងជួបណាមួយដែលធ្វើឲ្យយើងឈឺចាប់ទាំងមនុស្សដែលធ្វើឲ្យយើងឈឺចាប់ជាងទាំងមនុស្សដែលធ្វើឲ្យយើងសប្បាយចិត្តទាំងបញ្ហាដែលធ្វើឲ្យយើងពិបាកចិត្តទាំងរឿងល្អដែលធ្វើឲ្យយើងសប្បាយចិត្តវាសុទ្ធតែជាមេរៀនជីវិតរបស់យើងទាំងអស់អញ្ចឹងយើងគួរតែរៀនពីវាទៅដើម្បីឲ្យជីវិតរបស់យើងអាហ្នឹងជាបទពិសោធន៍របស់យើងឯងត្រូវអញ្ចឹងយើងរៀនពីវាទៅបើសិនជាដូចខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងមានសំណាងរឿងលុយកាក់នៅក្នុងកំឡុងពេលហ្នឹងលុយកាក់វិនិយោគទុនរបស់អ្នកដទៃក្នុងកំឡុងពេលហ្នឹងប៉ុន្តែអាចនឹងអ្នកទាំងអស់គ្នាដែលថាអ្នកទាំងអស់គ្នាធ្លាប់យកលុយគេធ្លាប់ជាពាក់លុយគេអីចឹងទៅធ្វើឲ្យអ្នកទាំងអស់គ្នាសងអត់បានអញ្ចឹងធ្វើឲ្យអ្នកទាំងអស់គ្នាដេកអត់លក់អីចឹងណាហ្នឹងហើយចឹងអ្នកទាំងអស់គ្នាធ្លាប់អញ្ចឹងត្រូវបើសិនជាធ្លាប់អញ្ចឹងឬក៏មានបទពិសោធន៍បែបហ្នឹងអ្នកទាំងអស់គ្នាអាចរៀនពីបទពិសោធន៍ហ្នឹងថាហេតុអីបានយើងរកលុយសងគេអត់បានយើងខុសកន្លែងណាយើងខ្វះខាតកន្លែងណាយល់អ្វីដែលខ្ញុំនិយាយអញ្ចឹងយើងទៅបំពេញចំណុចខ្វះខាតរបស់យើងនឹងយើងទៅកែកំហុសដែលយើងធ្លាប់ធ្វើខុសតាក់ទងជាមួយនឹងរឿងហ្នឹងអញ្ចឹងលុយហ្នឹងវាមិនមែនជាលុយអាក្រក់ទេវាបែរទៅជាលុយល្អវិញអញ្ចឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់ Virgo rising នៅក្នុងសប្តាហ៍ទី1ខែ5ហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់កន្លែងណាអាចសាកសួរខ្ញុំបន្ថែមនៅខាងក្រោមមិនได้គាត់តែសប្តាហ៍ទី1ទេណាអញ្ចឹងអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអូខេបាយបាយជួបគ្នាវីដេអូក្រោយ